ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាករណីនេះជាការចោះយកទ្រនាប់ឌីចង្កេះ L4 L5 L5 S1 ក្នុងពេលតែមួយបងប្អូននេះជារូបភាព MRI គាត់គៀប L4 L5 L5 S1 ផ្នែកខាងឆ្វេងដែលយើងចោះយកការលៀនហ្នឹងក្នុងពេលដំណើរគ្នានេះយើងចូលធ្វើដំបូងយើងធ្វើ L4 L5 ផ្នែកខាងឆ្វេងបន្ទាប់មកទៀតយើងយក L5 S1 ក៏ផ្នែកខាងឆ្វេងដែរបងប្អូនការជឿចាប់របស់គាត់ជឿចាប់ពីចង្កេះចាក់មកជើងខាងឆ្វេងខ្លាំងធ្វើឲ្យគាត់ពិបាកដើរពិបាកធ្វើចលនាហើយនេះរូបវីដេអូក្នុងកំឡុងពេលចោះបងប្អូនខាងលើជាសរសៃហ្នឹងដែលខ្ញុំគៀសឡើងលើហ្នឹងនេះបងប្អូនណាខ្ញុំចាក់ទម្លីហ្នឹងគឺជាឌីសដែលវាលៀនហ្នឹងបងប្អូនឃើញទេពណ៌សហ្នឹងហើយអាឌីសហ្នឹងហើយតែធ្វើឲ្យមានការជឿចុកចាប់ដោយសារវាទល់មកលើសរសៃទៅវាគៀបសង្កត់បងប្អូននេះពេលដែលយើងចុចវាធ្លាយទៅយើងយកឧបករណ៍យើងយកទៅទាញអាឌីសនឹងចេញមកបងប្អូនហើយការចោះនេះគឺទូចទេបងប្អូនហើយឧបករណ៍ដែលយើងចូលយកហ្នឹងក៏ទូចដែរទំហំ2មីលីម៉ែត្រទេបងប្អូននេះអាឌីសហ្នឹងហើយតែវាលៀនគៀបសង្កត់ធ្វើឲ្យបងប្អូនឈឺក្រោយពីការចោះយើងឃើញថាគាត់មានការអន់នឹងការឈឺចុកចាប់ច្រើនហើយគាត់អាចនឹងសម្រាប់ពេទ្យតែ2ឬក៏3ថ្ងៃទេបន្ទាប់មកគាត់នឹងចេញទៅផ្ទះវិញប្រកបការងារគាត់បានធម្មតាក្នុងពេលឆាប់ៗបាទអរគុណបងប្អូនអរគុណ